បាទសួស្តីប្រិយមិត្តទាំងអស់ជាទីគោរពស្រឡាញ់រាប់អានបាទថ្ងៃនេះគឺខ្ញុំឆ្លៀតឱកាសចង់បង្ហាញអំពីលក្ខណៈយើងចង់គាស់កូនចេកយកទៅដាំហ្នឹងហើយព្រោះកូនចេកបើយើងឃើញចេះគាស់អាហ្នឹងយើងអាចមានបញ្ហាអាចថាវាមិនដោះឬក៏វាដោះហើយវាមិនល្អអញ្ចឹងណាចឹងដើម្បីជ្រើសរើសកូនចេកយកមកដាំហ្នឹងគឺយើងអាចសង្កេតមើលពីរលក្ខណៈបាទទី1គឺយើងរាប់ចំនួនស្លឹកនៃកូនចេកហើយទី2គឺយើងទៅមើលលក្ខណៈកូនចេកណាដែលវាមានត្រួយដែលវាដោះត្រួយនេះដូចដោះរៀបចេះណានេះគឺជាត្រួយរបស់វាហើយនេះវាចេញត្រួយមកគឺបើន័យយើងយកទៅដាំដឹងតែដោះ 100% ហ្នឹងហ្នឹងគឺលក្ខណៈទី1ហើយលក្ខណៈទី2គឺយើងរាប់ចំនួនធាងរបស់វាគឺចាប់ពី5ធាងទៅអាហ្នឹងយើងយកទៅដាំបានហើយអញ្ចឹងទី1គឺយើងមើលត្រួយទី2យើងមើលធាងវាចាប់ពី5ធាងឡើងគឺយើងអាចយកទៅដាំបានហើយហ្នឹងហើយឥឡូវយើងមើលធាងនេះយើងរាប់មើលនេះធាងនេះ1នេះ2 3 4 5 6 7ណា7ទាំងបដូលនេះ7ទាំងបដូលអញ្ចឹងចាប់ពី5ធាងទៅគឺយើងអាចយកទៅដាំបានហើយចឹងអូខេកូនចេកនេះមួយខ្ញុំនឹងគាស់កូនចេកនេះដើម្បីយកទៅដាំហ្នឹងហើយនឹងបើនិយាយទៅគឺខ្ញុំត្រូវការកូនចេកច្រើនអញ្ចឹងវគ្គនេះវីដេអូនេះគឺខ្ញុំបង្ហាញអំពីនៃការគាស់កូនចេកយកទៅដាំទេបាទហ្នឹងហើយវីដេអូបន្តទៀតគឺខ្ញុំនឹងបង្ហាញអំពីការដាំហើយក៏សូមជម្រាបផងដែរថាខ្ញុំក៏មិនមែនជាអ្នកកសិកម្មជំនាញកសិកម្មអីណាទេប៉ុន្តែគាត់ថានេះជាបទពិសោធន៍ដែលខ្ញុំមើលតាមរយៈវីដេអូគេឬក៏សួរនាំចាស់ទុំអីគាត់ដែលធ្លាប់មានបទពិសោធន៍អញ្ចឹងណាអញ្ចឹងក៏ឥឡូវគឺជាការសាកល្បងរបស់ខ្ញុំអញ្ចឹងសូមប្រិយមិត្តទាំងអស់តាមដានទាំងអស់គ្នាហើយមួយទៀតសូមកុំភ្លេចចុច Subscribe ហើយនឹងចុចរូបកណ្ដឹងពេលដែលខ្ញុំធ្វើវីដេអូថ្មីភាគបន្តទៀតគឺប្រិយមិត្តទាំងអស់នឹងបានមើលតាមដានពីដំណើរការនៃការដាំចេករបស់ខ្ញុំទាំងអស់គ្នាបាទអញ្ចឹងខ្ញុំទៅយកសម្ភារៈចបឬក៏ដៃស្បែងអីដើម្បីយកមកជីកវាហើយអូខេនៅនេះមានក្រងទៀតនៅដើមចេកមានក្រងឡែកដែរណោះនេះស្ដាំក្រងអូខេអញ្ចឹងនេះយើងជីកមើលរកកន្លែងក្ដុលវាកន្លែងដែលភ្ជាប់ទៅខាងអាមេរបស់វាអញ្ចឹងពួកអានេះមេវាអញ្ចឹងខ្ញុំនឹងមើលរកកន្លែងដែលវាភ្ជាប់ទៅមេរបស់វាកន្លែងភ្ជាប់ហ្នឹងគេហៅថាក្ដុលចេកអញ្ចឹងណាស្ដាប់ឲ្យច្បាស់ក្ដុលចេកហ្នឹងហើយកុំស្ដាប់ឮអីផ្សេងបើសិនអូខេនេះក្ដុលកន្លែងនេះខ្ញុំជីកកន្លែងនេះតែម្ដងអូខេបាទគឺបានហើយនេះអីយ៉ាក្រងខំបាទក្រងនេះកន្លែងកោងមកនេះមកកន្លែងនេះគេហៅថាក្ដុលវាហ្នឹងហើយអូខេឥឡូវយើងបានមកដើមហើយចេកនេះស្អាតមែនតើណាស្លឹកវាក៏គ្រប់លក្ខខណ្ឌហើយវាមានបដូលគ្រប់លក្ខខណ្ឌឥឡូវបានមកដើមហើយតោះយើងមើលមកដើមទៀតនេះទុកនៅនេះសិនចាំយើងទៅមើលមកដើមទៀតអូខេនេះយើងមើលណាចេកគឺมันសំដៅថាចេកណាំវ៉ាឬក៏ចេកដំបងអីទេគឺលក្ខណៈចេកដូចគ្នាទេឲ្យតែថាមានស្លឹកវាចាប់ពី5ស្លឹកឡើងចឹងទៅហើយនឹងមានបដូលណានេះវាចេញបដូលមកហើយចាអូខេខ្ញុំនឹងចាប់ដើមជីកអានឹងមួយទៀតណែដូចមុនដែរគឺយើងដំបូងគេជីករកមើលកន្លែងដែលភ្ជាប់ទៅមេធំវាសិនអញ្ចឹងណានៅខាងនេះគឺនៅខាងរតនគិរីគឺដីក្រហមដីមានជីជាតិមែនតើអញ្ចឹងបើនិយាយទៅដាំកន្លែងតំបន់ដីក្រហមនេះគឺដាំអីក៏ងាយនឹងទទួលបានផលដែរប៉ុន្តែទន្ទឹមនឹងដីល្អហើយបើស្អីយើងដឹងបច្ចេកទេសនៃការដាំទៀតគឺយើងដឹងថាទទួលផល 100% តែម្ដងអូខេអីទៅបុកពីខាងនេះវិញ បបខាននោះវិញព្រោះនៅវាខ្លាច
លឿងកូនវានេះវាមានកូនមួយនៅនេះចឹងយើងបុកពីកន្លែងមេទៅម្ដងអូខេអូដាច់ស្អាតហើយអូខេនេះអត់អីម្ដងនេះក៏ស្អាតដែរបាទនេះស្លឹកវាមើលស្លឹកវា1 2 3 4 5 6 7 8អូខេដល់ធានាដុះប៉ុន្តែនៅតំបន់នេះគឺដីក្រហមប៉ុន្តែកន្លែងខ្ញុំត្រូវយកទៅដាំនោះគឺជាដីដូចជាដីស្រែទេចឹងដីរៀងខ្មៅលាយជាមួយនឹងគ្រាប់ថ្មបាយក្រៀមឯខ្លះចឹងណាចឹងវាមិនដឹងជាយ៉ាងម៉េចមានលាយដីអត់ទៀតតែយ៉ាងណាបានជាចឹងហើយបានខ្ញុំព្យាយាមជ្រើសរើសតម្រង់ដើមចេកណាឲ្យវាមានលក្ខណៈស្អាតបន្តិចដើម្បីឲ្យបានយើងមានជំនឿចិត្តឲ្យបានខ្លាំងក្លានៅការដោះអញ្ចឹងណាអូខេនេះបានពីរដើមហើយអូខេបាទនេះបានពីរដើមឲ្យទុកនេះសិនអូខេបានពីរដើមនេះហើយតោះយើងត្រូវមើលគុំផ្សេងទៀតព្រោះអាគុំនេះអស់ហើយមានពីរដើមដែរគុំនេះមើលគុំនេះមានកូនដែរនេះកូនវាអូខេកូនវាមើលទៅទំហំរបស់វានេះគឺល្មមអាចគាស់យកទៅដាំបានហើយចំនួនស្លឹកណាយើងមើលចំនួនស្លឹកវាគឺមើល1 2 3 4 5និយាយរំលើសពី5ហើយចំនួនស្លឹកប៉ុន្តែអ្វីមួយដែលខ្ញុំអត់ឃើញនោះគឺអត់មានឃើញត្រួយវាណាវាអត់ទាន់ចេញត្រួយបើសិនអត់ទាន់ចេញត្រួយអញ្ចឹងគឺខ្ញុំមិនទៅបន្ថយហត់ជាមួយវាទេខ្ញុំអញ្ចឹងអាមកកូននេះគឺខ្ញុំអត់គាស់ទេព្រោះវាគ្រប់គោលការណ៍តែរឿងធៀងឯងប៉ុន្តែវាអត់គ្រប់ការវាអត់ទាន់មានបដោលដល់អញ្ចឹងខ្ញុំអត់យកទេមើលមកគុំនេះគឺដូចជាមានតែមកកូនហ្នឹងទេអញ្ចឹងដូចអត់មានទេត្រូវមើលហាគុំផ្សេងអានេះធំពេកបាទមួយនេះធំពេកហើយអានេះធំនេះខាងក្រោមនេះអូខេនេះឃើញនេះមួយបាទនេះមួយទៀតនេះអានេះបើជាងមើលធៀងវា1 2ណា3 4 5 6អូខេ6ទាំងបដោលហើយនេះបដោលបាទណាមានបដោលហើយអញ្ចឹងអានេះមកគុំនេះខ្ញុំបានមកដើមចំណែកមួយនេះធំក្រាន់បើដែរនេះសំរុំអាចយកបានប៉ុន្តែអត់មានបដោលណាអត់មានបដោលគឺយើងអត់អាចខ្ញុំអត់យកទេអញ្ចឹងខ្ញុំយកមកដើមនេះហើយមើលខាងនេះទៀតអានេះទូចមែនទូចប៉ុន្តែយើងអាចរាប់ស្លឹកណាអូខេយើងមើលអាទូចមួយនេះរាប់មើលនេះ1 2 3 4 5 6ម្ដងទៀត1 2 3 4 5 6ទាំងបដោលអញ្ចឹងអាទូចនេះក៏ខ្ញុំយកដែរណាវាទូចមែនប៉ុន្តែវាស្លឹកវាក៏គ្រប់គោលការណ៍ហើយវាមានទាំងបដោលទៀតអញ្ចឹងអាទូចនេះក៏ខ្ញុំយកដែរអញ្ចឹងមកគុំនេះអាចបាន2ដើមទៀតណាចំណែកអានេះវាមានបដោលប៉ុន្តែស្លឹកវាដូចស្លឹកវាតែ3ទេអញ្ចឹងអាណាខ្ញុំអត់យកទេអូខេអញ្ចឹងខ្ញុំនឹងជីកយកនេះមួយនេះគឺស្លឹកវាណាធៀងវាច្រើនហើយនឹងវាមានបដោលទៀតអូខេខ្ញុំនឹងជីកមួយនឹងយកកដោលវានៅនេះកដោលវានៅខាងនេះអញ្ចឹងកន្លែងនេះគឺយើងអាចគាស់ពីនេះទៅក៏បានដែរតែជីកប្រហើបកន្លែងនេះសិនមើលទៅណាអានេះវាប្រហែលជាអានេះគេម្ដងកាប់ចោលណាប៉ុន្តែគេកាប់តែត្រឹមនេះចឹងទៅអញ្ចឹងវាដុះថែមទៀតដើមចេកចឹងស្រាប់ហើយតោះតែគាស់ឬចោលអាហ្នឹងបានវាលែងដុះបាទត្រឹមតែកាត់ពាក់កណ្ដាលវានៅតែដុះទៀតអាហ្នឹងចង់និយាយថាដើមចេកដែលវាមិនទាន់ធ្លាប់ផ្លែឲ្យតែកាប់ពាក់កណ្ដាលគឺវាដុះទៀតហើយយ៉ាគោលនេះធំរបស់គេឬក៏ច្រើនទៀតនេះដីដែលមានជីមើលឬវាចាក់ច្រើនហើយខ្ញុំនឹងសុំ
បង្ហាញប្រិយមិត្តទាំងអស់មកគុំទៀតណាទៅបង្ហាញឲ្យកាន់តែច្បាស់មកគុំទៀតហើយខ្ញុំនឹងបញ្ចប់វីដេអូនេះហើយវីដេអូទី2នេះគឺខ្ញុំនឹងបង្ហាញអំពីការជីកដៅបាទជីកដៅហើយនឹងដាំតែម្ដងតោះអញ្ជើញយើងអូថាទៅដើរទៅដាច់ស្បែកជើងបាត់ហើយប្រិយមិត្តនេះដាច់ស្បែកជើងបាត់ហើយស្បែកជើងផ្ទាត់ពាក់យូរដែរឡើងសក់អស់ហើយហ្នឹងហើយអូខេឥឡូវខ្ញុំចងបែកជើងទីសិនបាទអូជើងទេអាកាសទេមានយើងមកជីកដើមចេកចឹងមានយកដើមចេកធ្វើខ្សែយកដើមចេកធ្វើខ្សែណាមើលឃើញអត់ទេប្រិយមិត្តនេះពាក់បដាសនស្វិតរៀងស្វិតតិចអាយអីយ៉ាស្វិតមែនតាអូខេអត់បានយកអីមកកាត់ណាធៀងចេកហ្នឹងក៏វាស្វិតល្អទៀតអូខេនេះវាដាច់ហើយចាស់មានយកអានេះចងធ្វើពាក់សិនព្រោះដីនេះវាមានបន្លាទូចដែលឈើវាងាប់ហើយនោះយើងធ្វើស្មៅវាហើយវាអត់តាន់បានលួយអស់អូខេតាមនេះចឹងអាចចងបើខ្លាចរបូតយើងអាចខ្ទាស់ឈើមួយណាមើលឈើណាវារៀងតិចអូខេយើងអាចចងឈើមួយចេះមកហើយស្វិតខនបាឈើនេះនឹងមើលឃើញអត់ទេគីឡូខ្ញុំដាក់ខាងក្រោមនោះប្រិយមិត្តមើលឃើញហ្នឹងហើយចងវាមកនេះបាទនេះចងចេះនេះចងហើយនេះអូខេអូខេនេះម្នេះអាចពាក់បានទៅផ្លាប់តិចហ៎ណាមើលទៅកន្លែងគល់អូខេនេះកន្លែងនេះណាម្នេះបាននេះតោះយើងទៅមើលមកគុំទៀតបាទហ្នឹងហើយតោះអូខេទុកដៃស្បែកសិនណាឥឡូវយើងមើលមកគុំនេះចាំបាត់ទំហំវាសិតតែល្មមយកទៅដាំអានេះស្លឹកពេញលក្ខណៈប៉ុន្តែវាអត់មានបដូលអញ្ចឹងខ្ញុំអត់យកទេអានេះក៏ដូចគ្នាដែរវាល្មមជីកយកទៅដាំប៉ុន្តែវាអត់មានបដូលមើលអានេះអូខេនេះខាងនេះចំនួនស្លឹកអីយើងមានហើយយើងមានបដូលទៀតអញ្ចឹងអានេះពេញលក្ខណៈហើយហ្នឹងហើយមើលមកគុំនេះមិនដែរគុំនេះអូអានេះមាន2ណាអានេះណាវាមិនសូវធំប៉ុន្តែវាមានស្លឹកវាគ្រប់គោលការណ៍ហើយនឹងវាមានបដូលទាំង2នេះណាអានេះ2ដើមនេះហើយយើងមកមើលខាងនេះទៀតអានេះសាបដូលវាចេញមកចាស់ហើយខ្ញុំអត់យកទេអូខេអត់យកទេអូនេះអាសត្វនេះដូចជាល្បីនៅក្នុងវីដេអូហ៎នេះនៅក្នុងវីដេអូល្បីណាអាសត្វហ្នឹងដែលវាអាហ្នឹងមិនដឹងជាអាសត្វដែលវាមានអាស្អីគេអាបាញ់ភ្លើងនោះអត់ទេណានេះមើលមិនដឹងមានអាបាញ់ភ្លើងអត់ទេវានៅក្នុងដើមចេកអូខេប៉ុន្តែមកដើមនេះខ្ញុំអត់យកទេព្រោះដោយសារអីដោយសារត្រួយវាឡើងចេញជាស្លឹកហើយអញ្ចឹងអត់យកទេហើយខាងនេះក៏ខ្ញុំអត់យកដែរព្រោះវាអត់មានបដូលអញ្ចឹងមានអ្វីដែលមានបដូលគឺមានតែ3ដើមទេណានៅខាងនេះអានេះ2ដើមនេះ2ដើមហើយនេះ1ដើមអូខេអញ្ចឹងខ្ញុំនឹងជីកមកគុំនេះហើយនឹងបញ្ចប់វីដេអូសូមប្រិយមិត្តសូមមេត្តាជួយចុច Subscribe ហើយចុចរូបកណ្ដឹងផងដើម្បីវីដេអូភាគបន្តទៀតគឺនឹងលោតឲ្យប្រិយមិត្តបានទស្សនាបន្តហ្នឹងហើយបាទអរគុណអញ្ចឹងតាមដាននៃការជីករបស់ខ្ញុំដូចតទៅបាទសូមអរគុណច្រើនហ្នឹងហើយខ្ញុំនឹងចាប់ដើមជីកហ្នឹងហើយអញ្ចឹងអានេះកូនវាអញ្ចឹងអាមេវានេះនៅក្នុងអញ្ចឹងក្តោលវាគឺនៅខាងក្នុងនេះអញ្ចឹងត្បូងជីកឲ្យវាធូរដីខាងនេះតិចសិន
đặt chạy vô thêm đó nữa. Ok nè 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 thầu men nè đây bạn đi cứ dùng man một đám kia đây nè bình lệ khả năng sạn ok lời chơi làm mấy thứ cà phê sao chứ nè nè bây giờ mấy thứ cà phê sao khi mình vô anh đi mà cốn đại vì thiên vía vì cướp ấy bắt tay vì ăn miệt đầu chẳng khi qua ngày ní đôi khi hai nè vì tàu khỏi khi mình đâm thay chả mùi được kia chả mới ăn miên bắt đầu hai nè ọt bắt đầu anh là lò chiên bà này ok nhưng qua năng mùi chết và chắc này bây giờ mình mới nè ăn miên bắt đầu đi ăn miên bắt đầu đi sọc với trà này sọc với trà phải thay ăn miên bắt đầu đi chắc là khi mình vô ta đám ta hay prep tiếp cho mùi năng ăn miên bắt đầu tao bị bàn phò cho này mà nơi ha cái này miên cô thấy hay miên train đi train tay mưa train đi ọt miên rừng khăm sao train này vì mấy cái lò chùm lò và thay khẩn tha mưa đi ọt miên rừng khăm sao ba xôm ở con trong phố ca tê sana dương đừng chụp kia nơi video cào cào tiết ba xôm ở con xôm chụp rệp lìa